ខ្ញុំឃើញអ្នកខ្លះមិនសមមិញគេទៅអួតគេទៅសភាអឺរ៉ុបគេទៅប្រាប់អឺរ៉ុបថាកុំភ្លេចដាក់ទណ្ឌកម្មរដ្ឋាភិបាលខ្មែរអាយើងកំពុងតែប្រឈមជាមួយនឹងពាណិជ្ជកម្មនិងការដាក់ពន្ធរបស់អាមេរិកប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយើងហើយគេនៅតែមិនភ្លេចអួតពីរឿងគេទៅឲ្យអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មមកកម្ពុជាទៀតតើដាក់ទណ្ឌកម្មរូបមន្តអីភាគច្រើនគឺប្រើសេដ្ឋកិច្ចដូចដល់ EPA អញ្ចឹងតើបានផលដល់កម្មករចំពលករយើងទេកម្មករយើងទេអត់ទេដក EBA ដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមបន្ថយនៅការដឹកជញ្ជូនទំនិញរោងចក្រទៅបាត់តើគេអួតទេខ្ញុំថាពីមុនថ្ងៃមុនខ្ញុំទៅនិយាយរួចខាងកាលពីទៀមទាឲ្យដល់ EBA ពីមុនគឺលោកសំរងស៊ីលោកត្រីនៅវិជានោះបានទៅឲ្យមានផោះតាំងគាត់អួតតែថ្ងៃនេះបានទៅជួបឲ្យគេសុំដកក្រោយមកគេដកតើនេះឬជាគុណសម្បត្តិនយោបាយរបស់អស់លោកតើដកអស់នោះតើវាប៉ះពាល់ឆ្នាំងបាយប្រជាពលរដ្ឋទេប៉ះពាល់គាត់ក៏ដឹងដែរថាបើសិនជាគេដាក់សម្ពាធប៉ះពាល់ដល់ឆ្នាំងបាយអញ្ចឹងតើគាត់ចាំបាច់ទៅសុំរំលឹកគេធ្វើអីបើមិនធ្វើក៏គេមិនថាកោដែរទៅទេហើយបើយើងធ្វើពេលដែលគេប្រជុំសភាគេថានេះដោយសារមានតំណាងកម្ពុជានេះមកសុំគេផ្អែកលើនឹងអញ្ចឹងខ្លួនឯងក៏ជាអ្នកចូលរួមនៅក្នុងការឲ្យគេដាក់សម្ពាធដែររឿងអីផ្សេងមិនធ្វើចាំបាច់ទៅធ្វើអារឿងដែលប៉ះពាល់ឆ្នាំងបាយកូនចៅប្រជាពលរដ្ឋអីរួមទាំងអ្នកបោះឆ្នោតឲ្យពួកគាត់បើសិនមិនឃើញក្រុមចលនាស្អីហ្នឹងគេអួតខ្ញុំឆ្ងល់គេអួតអាហ្នឹងតើគេគិតអត់បងប្អូនគិតមើលទៅបងប្អូនខ្លះអាចគិតតែពួកគាត់គិតគូពីផលប្រយោជន៍ជាតិក៏អត់មានទួនាទីរដ្ឋចឹងគាត់មិនអាចទាញវិនិយោគមកទេបងប្អូនបើមិនពាក្យខ្មែរថាបើមិនបានយកជើងជួយជោគជួយចែវកុំយកជើងរាទឹកបើមិនបានទៅទាញវិនិយោគមកទេមិនបានទៅសុំអំពាវនាវឲ្យគេមកវិនិយោគទៅនិយាយល្អពីកម្ពុជាទេនិយាយអាក្រក់កម្ពុជាតែសុំកុំទៅអំពាវនាវឬក៏ទៅជួបគេដើម្បីកុំឲ្យគេភ្លេចដាក់ទណ្ឌកម្មមករដ្ឋាភិបាលកម្ពុជាអានឹងគេថាស្មើនឹងយកជើងរាទឹកហើយអញ្ចឹងបើអស់លោកសบายចិត្តហើយអស់លោកមានមោទនភាពហើយអ្នកគ្រប់គ្រងខំគ្រប់គ្រងលោកស្រីអ្នកនយោបាយវ័យចំណាស់ដោយអ្នកនាំពាក្យអត់សក់អីហ្នឹងទៅចេញមកអួតគេថាគេទៅវិភាគឲ្យអ្នកដឹកនាំអឺរ៉ុបដើម្បីយល់ហើយធ្វើការសម្រេចចិត្តកុំភ្លេចដាក់ទណ្ឌកម្មកម្ពុជាបើអស់លោកសบายចិត្តនឹងមានមោទនភាពនៅក្នុងការយកជើងរាទឹកឬមួយក៏ដាក់ឲ្យសេដ្ឋកិច្ចកម្ពុជាការងារប្រជាជននៅហានិភ័យដើម្បីផលប្រយោជន៍ជ្រុងនយោបាយមួយរបស់អស់លោកខ្ញុំគិតថាប្រជាពលរដ្ឋខ្មែរប្រហែលជាអាចមើលហើយថាតើអ្នកណាពេលលំបាកនេះដែលកំពុងតែរៀបចំមិនគិតចូលឆ្នាំដើម្បីការពារផលប្រយោជន៍ប្រជាជនហើយអ្នកណាដែលកំពុងតែប្រជាជនមានការលំបាកទៅដើរអំពាវនាវឲ្យគេដាក់សម្ពាធបន្ថែមអាមេរិកដាក់មិនទាន់គ្រប់ទេទៅរំលឹកអឺរ៉ុបកុំភ្លេចដាក់ថែមទៀតបងប្អូនគិតមើលទៅបាទតើរដ្ឋាភិបាលជាអ្នកមិនស្រឡាញ់ប្រជាជនធ្វើបាបប្រជាជនឬទេរឿងការងារឬទេភ័ស្តុតាងជាក់ស្ដែងបងប្អូនមើលខ្លួនឯងទៅបាទហើយវិភាគទៅបងប្អូនខ្ញុំអាចថាមាន Facebook មានអីមើលហើយយកអាចរងរឿងនេះរឿងនោះប៉ុន្តែទៀមទាយុទ្ធសាស្ត្រខឹងគោវាយអតេះបែបនេះអញ្ចឹងខ្ញុំគិតថាខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋវិនិច្ឆ័យហើយសូមចូលរួមជាមួយអ្នកដែលធ្វើការដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នាផលប្រយោជន៍សេដ្ឋកិច្ចរបស់យើងគឺចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើងដើម្បីពង្រឹងប្រទេសជាតិយើង